របៀបដែលខ្ញុំដាក់ពាក្យដើម្បីចូលសញ្ជាតិអ្នកទាំងអស់គ្នាគ្រាន់តែចូលទៅ Google ហើយរកពាក្យថា IMMI account នេះគឺជា website ដើម្បីដាក់សញ្ជាតិអូស្ត្រាលីផ្ទាល់តែម្ដងអ្នកទាំងអស់គ្នា IMMI មកពីពាក្យខ្លីថា immigration អញ្ចឹងអ្នកទាំងអស់គ្នារើសយក immigration and citizenship website ហើយក្នុងហ្នឹងគេសួរអ្នកទាំងអស់គ្នាភ្លាមៗថាអ្នកទាំងអស់គ្នាចង់ apply online ឬក៏ចង់ apply លើក្រដាសចឹងដើម្បីជាភាពងាយស្រួលគឺខ្ញុំ apply online ដោយសារពេលអ្នកទាំងអស់គ្នា apply online គឺអ្នកទាំងអស់គ្នាអាច down ចង់និយាយថាដាក់ក្រដាសដាក់ស្បត់ស្នាមអីចូលទៅក្នុងអ៊ីនធឺណិតទាំងអស់ដោយអ្នកទាំងអស់គ្នាមិនបាច់ print អីញ៉ៃឬក៏ផ្ញើទៅកន្លែងផ្សេងហើយក្នុងហ្នឹងអ្នកគេមានឲ្យអ្នកទាំងអស់គ្នាជ្រើសថាអ្នកទាំងអស់គ្នាដាក់សញ្ជាតិខ្លួនឯងឬក៏ដាក់សញ្ជាតិឲ្យអ្នកណាគេផ្សេងអញ្ចឹងអ្នកទាំងអស់គ្នាមើលតាមហ្នឹងទៅគឺមានជាកលៈដូចជាដំបូងអ្នកទាំងអស់គ្នាត្រូវបង្កើត account ឈ្មោះរបស់អ្នកទាំងអស់គ្នាសិនឬក៏គេហៅថា IMMI account គឺដាក់ email របស់អ្នកទាំងអស់គ្នាផ្ទាល់ហ្នឹងហើយចាប់ពីកន្លែងហ្នឹងទៅអ្នកទាំងអស់គ្នាត្រូវធ្វើខ្លួនឯងពីព្រោះខ្ញុំមិនអាចបង្ហាញបានទៀតទេដោយសារខ្ញុំធ្វើរួចហើយអញ្ចឹងខ្ញុំអត់ចង់បង្កើត account ញ៉ៃទៀតទេហើយពេលអ្នកទាំងអស់គ្នាបង្កើត account ហើយគេនឹងសួរអ្នកទាំងអស់គ្នាជាបន្តបន្ទាប់ថាឈ្មោះអ្នកទាំងអស់គ្នាយ៉ាងម៉េចឈ្មោះគ្រួសារអីគេទូរស័ព្ទអីគេគឺគេសួរសំណួរច្បាស់ដើម្បីឲ្យអ្នកទាំងអស់គ្នាឆ្លើយនៅក្នុងនឹងផ្ទាល់តែម្ដងអញ្ចឹងខ្ញុំជឿថាមានភាពងាយស្រួលមែនតើធ្វើការដាក់សញ្ជាតិទៅលើ online អ្នកទាំងអស់គ្នាបើអត់ចង់ដាក់តាម online ទេអ្នកទាំងអស់គ្នាធ្វើតាមក្រដាសក៏បានដែរនេះគឺជា apply on paper នេះគឺប្រាប់អ្នកទាំងអស់គ្នាអំពីរបៀប apply នៅលើក្រដាសប៉ុន្តែត្រូវចាំថាបើអ្នកទាំងអស់គ្នា apply តាមក្រដាសគឺវារញ៉េរញ៉ៃច្រើនគឺអ្នកទាំងអស់គ្នាត្រូវតែ print ក្រដាសចេញហើយដាក់ភ្ជាប់ក្រដាសឯកសារផ្សេងដូចជាអត្តសញ្ញាណប័ណ្ណសំបុត្រកំណើត passport ផ្សេងហើយទៅបញ្ជូនទៅ post office ដើម្បីឲ្យ post office បញ្ជូនទៅខាងimmigrant web កន្លែង immigrant ផ្ទាល់អូខេឥឡូវមើលតម្លៃជាមួយគ្នាអ្នកទាំងអស់គ្នាតម្លៃគឺតាម form ដែលអ្នកទាំងអស់គ្នាដាក់ឧទាហរណ៍ថាបើសិនជាអ្នកទាំងអស់គ្នាជ្រើសរើស form 1300T គឺអ្នកទាំងអស់គ្នាត្រូវតែ pay $575ទៅលើតម្លៃសេវាដើម្បីដាក់ពាក្យជាសញ្ជាតិអូស្ត្រាលីនេះការខ្ញុំធ្វើ4ឆ្នាំមុនខ្ញុំចាំថាខ្ញុំបង់តែ300ជាងទេឥឡូវគឺវាឡើងថ្លៃអ្នកទាំងអស់គ្នាអញ្ចឹងជាចុងក្រោយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាការដាក់ពាក្យចូលសញ្ជាតិបើសិនជាអ្នកទាំងអស់គ្នានៅប្រទេសអូស្ត្រាលីហើយគឺមិនងានជាការពិបាកទេគឺអ្នកទាំងអស់គ្នាគ្រាន់តែចំណាយពេលអង្គុយមើលទៅក្នុង website ហ្នឹងទៅថាតើអ្នកទាំងអស់គ្នាត្រូវដាក់ពាក្យ form មួយណាគេធ្វើយ៉ាងម៉េចអត់មានអីពិបាកទេពីព្រោះពេលដែលខ្ញុំដាក់ពាក្យកាលពី4ឆ្នាំមុននោះគឺអត់មានអ្នកណាដាក់ឲ្យខ្ញុំទេគឺខ្ញុំដាក់ធ្វើឯកសារខ្លួនឯងទាំងអស់